បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះមកធ្វើវីដេអូទាក់ទងជាមួយនឹងដំណាំពោតជូនបងប្អូនទស្សនាបន្តិចតែសម្រាប់ពោតនេះដែរពូជ AS 4456បាទនេះគឺជាពូជថ្មីណាបាទនេះដំណាក់កាល2ខែជាងពោតវាចូល60ថ្ងៃជាង70ថ្ងៃហើយយើងហែកមើលទីទាក់ទងក្របរបស់វាបាទឃើញថាក្របស្អាតល្អដែរទេហើយពោតនេះបើសិនជាអត់ភ្លៀងវិញវាចប់ហើយវាជាបានភ្លៀងវាបានភ្លៀងមកមកសើមអញ្ចឹងសំណើមប៉ុណ្ណេះវាអាចចាំក្របឲ្យមានទម្ងន់ពេញសាច់ល្អហើយសម្រាប់ពូជពោតនេះដែរមានការចាប់អារម្មណ៍ខ្លាំងមែនទែនដោយសារតែពូជពោតនេះគឺការលូតលាស់របស់វាគឺលឿនបាទចាប់អារម្មណ៍បាទហើយស្ដាយមែនទែនដំណាក់កាលដែលយើងធ្វើប្រើជីគឺវាទៅអត់ប្រព័ន្ធល្អហើយទឹកភ្លៀងក៏រៀងដាច់អញ្ចឹងធ្វើឲ្យស្នៀតរបស់ពោតគឺវាអត់ទៅធំល្អប៉ុន្មានដែរទេបងប្អូនបាទណានៅតែឯងអញ្ចឹងវារៀងធំល្អនេះណាពោតនេះយើងគិតពីប្រវែងវាមិនចិត្តមិនឆ្អានដែរគាត់នេះនៅតែតែល្អបាទកលេចមកមើលខាងក្រៅនេះវិញបាទឃើញថាស្មៅល្អទៅដល់នោះបាទចង់ហើយចង់ដឹងឲ្យបើយើងចង់ដឹងយើងចង់ចូលទៅខាងក្នុងនេះចង់ដឹងវាបន្តិចថាវាផ្លែល្អយ៉ាងណាទៅចូលទស្សនាទាំងអស់គ្នាទៅខ្ញុំស្នៀតនឹងស្ទេវិញនេះបើអត់ទឹកវិញចាប់ហើយស្នៀតនឹងស្ទើបន្តិចដោយសារការទៀតតែតមកខ្លួននេះស្ដាំដោះបានល្អហើយតែគឺដំណើរផលតែតែទៀងចំនៅកន្លែងជាការស្លាយសម្រាប់ពោតរបស់យើងក្រៅវាដោយសារវាអំពើអុកស៊ីសែនចេញចូលគ្រប់គ្រាន់គឺតែល្អទៅយកបានតែបើនិយាយពីដើមវិញមិនតោបាទជាចុងក្រោយក៏សូមអរគុណដល់បងប្អូនពុកម៉ែទាំងអស់ដែលតែងតែទស្សនានៅវីដេអូរបស់ Channel YouTube របស់ខ្ញុំហើយក៏សូមឲ្យបងប្អូនជួយ Subscribe Channel ខ្ញុំម្នាក់មួយមកដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តនៅក្នុងការធ្វើវីដេអូចែកជូនបងប្អូនទស្សនានិងចែករំលែកបទពិសោធន៍ផ្សេងៗបាទសូមអរគុណ